បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបង្រៀនមួយនេះនៅក្នុងវីដេអូនេះលោកគ្រូលើកយកអត្ថបទអំណាចភាសាខ្មែរយើងថ្នាក់ទី6មួយទៀតត្រង់ទំព័រទី64ណាតើគួរយកមកអានដើម្បីចែករំលែកទៅដល់បងប្អូនកាលមានពាក្យណាដែលបងប្អូនអត់ទាន់ចេះអានឬក៏ពាក្យពិបាកហើយមួយវិញទៀតគឺលោកគ្រូនឹងធ្វើកំណែលំហាត់ជូនបងប្អូនទាំងអស់គ្នាផងដែរណាតែកុំឲ្យខាតពេកយើងចូលទៅដល់អត្ថបទអំណាចរបស់យើងទាំងអស់គ្នាតែម្ដងអំណានរឿងវាសនាបឹងទន្លេសាបបាទត្រង់រូបភាពនេះលោកគ្រូអត់សួរឬក៏អត់បញ្យល់ទេលោកគ្រូសូមចូលដល់អត្ថបទអំណានរបស់យើងតែម្ដងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយពូប្រាក់និងមីងសំរស់នៅក្នុងភូមិឆ្នុកទ្រូខេត្តកំពង់ឆ្នាំងគ្រួសារគាត់បានប្រកបមុខរបរនេសាទត្រីនិងធ្វើប្រហុកផ្អកត្រីងៀតត្រីឆ្អើរដែលជាអាជីពប្រចាំគ្រួសាររដូវសម្រក់មកដល់ពូប្រាក់និងកូនប្រុសគាត់2នាក់តែងតែចេញទៅនេសាទត្រីតាមទម្លាប់របស់គាត់ក្នុងមួយឆ្នាំគាត់នេសាទត្រីបានយ៉ាងច្រើនដើម្បីឲ្យប្រពន្ធនិងកូនស្រីគាត់យកទៅលក់នៅឯផ្សារធ្វើប្រហុកផ្អកទុកសម្រាប់ហូបនិងលក់ដូរប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះពូប្រាក់រកត្រីពុំសូវបានដូចមុនទៀតឡើយថ្ងៃមួយពេលត្រឡប់មកពីនេសាទវិញគាត់ត្អូញត្អែប្រាប់ប្រពន្ធដោយអស់សង្ឃឹមម៉ែវាអើយថ្ងៃនេះខ្ញុំរកត្រីមិនបានទេយើងប្រហែលជាត្រូវដូរមុខរបរហើយមីងសំឮដូច្នោះក៏សួរប្តីហេតុអ្វីបានជាឪវារកត្រីមិនបានពូប្រាក់រៀបរាប់ប្រាប់ភរិយាម៉ែវាដឹងទេសប្តាហ៍ថ្ងៃនេះបឹងទន្លេសាបកំពុងទទួលរងគ្រោះធ្ងន់ធ្ងរណាស់ដោយសារអំពើអកតេរបស់ជនខ្លះពួកគេបានទៅកាប់បំផ្លាញព្រៃលិចទឹកជុំវិញបឹងដែលជាជំរកត្រីពងនិងបន្តពូជដើម្បីយកដីធ្វើស្រែម្យ៉ាងទៀតមនុស្សមួយចំនួនធំបានទៅតាំងទីលំនៅលើទឹកដើម្បីប្រកបរបរនេសាទលក់ដូរនិងធ្វើសិប្បកម្មផ្សេងអ្នកទាំងនោះបានបង្ហូរកាកសំណល់ពីលំនៅដ្ឋាននិងរោងសិប្បកម្មដែលមានជាតិពុលនៅក្នុងទឹកបឹងរាល់ថ្ងៃធ្វើឲ្យទឹកបឹងកខ្វក់ហើយរាក់ទៅជាមួយនោះដែរប្រេងម៉ាស៊ីនកាណូតកប៉ាល់ក៏នាំឲ្យទឹកបឹងកើនកម្ដៅឆាប់រហ័សបណ្ដាលឲ្យត្រីពុលនិងងាយងាប់ពិសេសទៅទៀតអ្នកខ្លះមានមហិច្ឆតាខ្លាំងពេកបានប្រើមងអួនសំណាញ់ដែលមានក្រឡាញឹកដើម្បីនេសាទត្រីហើយជនល្មើសច្បាប់ខ្លះទៀតបានប្រើខ្សែភ្លើងឆក់ត្រីធ្វើឲ្យត្រីតូចធំងាប់គ្មានសល់កត្តាទាំងអស់នេះហើយដែលធ្វើឲ្យធនធានជលផលរបស់យើងចេះតែខ្សត់ទៅបើយ៉ាងនេះពួកយើងនឹងរកត្រីមិនបានថ្ងៃណាមួយមិនខានទេឪវាមីងសំសួរប្តីគាត់ពូប្រាក់ឆ្លើយឡើងមែនហើយទោះបីរាជរដ្ឋាភិបាលបានខិតខំអប់រំផ្សព្វផ្សាយច្បាប់នេសាទនិងបំផុសចលនាលែងកូនត្រីតាមបឹងបួយ៉ាងណាក៏ដោយបើគ្មានអ្នកចូលរួមការពារនោះទេធនធានជលផលក៏នឹងវិនាសសាបសូន្យជាមិនខានបើនៅតែយ៉ាងនេះពុំមែនតែក្រុមគ្រួសារយើងទេដែលគ្មានមុខរបរឬគ្មានត្រីបរិភោគគឺប្រទេសជាតិយើងទាំងមូលក៏នឹងធ្លាក់ក្នុង
គ្រោះមហន្តរាយផងដែរបាទយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាក្រោយពីការអានចប់របស់លោកគ្រូមានពាក្យពិបាកឬក៏ពាក្យដែលបងប្អូនអត់ទាន់ចេះអានច្រើនទេបាទអត្ថបទនេះដូចជាមានពាក្យពិបាកច្រើនហើយវាក៏យ៉ាងវែងខ្លាំងដែរណាចឹងបងប្អូនអាចរៀនអានភាសាហើយភាសាទៀតទៅដើម្បីឲ្យបងប្អូនចេះអានស្ទាត់ចឹងណាបាទតែឥឡូវយើងកុំឲ្យខាតពេកចូលទៅដល់ចំណុចបន្តទៀតចឹងត្រង់សំណួរនេះបាទសំណួរមាន6សំណួរនេះលោកគ្រូអត់ធ្វើទេណាលោកគ្រូនឹងធ្វើនោះគឺលំហាត់បាទតើអញ្ចឹងត្រង់សំណួរនេះលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចធ្វើបានយើងមើលអត្ថបទយើងមកយើងឃើញហើយបាទអញ្ចឹងលោកគ្រូសង្ឃឹមថាបងប្អូនធ្វើបានឥឡូវយើងចូលដល់លំហាត់របស់យើងតែម្ដងបាទអញ្ចឹងលំហាត់របស់យើងមានកខកខបាទតើឥឡូវយើងមើលទាំងអស់គ្នាតែម្ដងបាទចំណុចកគេដាក់ថាចូលរកពាក្យចូលរកន័យដូចនឹងពាក្យបាទអញ្ចឹងគេឲ្យយើងរកពាក្យដែលមានន័យដូចនឹងមួយអាជីពបាទមហន្តរាយសិប្បកម្មកត្តាបាទដោយជ្រើសរើសចម្លើយមួយត្រឹមត្រូវបាទអញ្ចឹងមានពាក្យ4បាទនេះទី1ទី2ទី3ទី4បាទតោះឥឡូវយើងមើលទាំងអស់គ្នាចំណុចលេខ1អញ្ចឹងយើងអានថាម៉េចបងប្អូនបាទអញ្ចឹងលេខ1គឺអានថាអាជីពណាអាជីពអញ្ចឹងគេមានចម្លើយ3ឲ្យជ្រើសរើសអាជីពមុខរបរការចិញ្ចឹមជីវិតមុខរបរកិច្ចការបាទតើអាជីពហ្នឹងមួយណាបាទលេខ2មហន្តរាយមាន3ដែរបាទសេចក្តីផិតភ័យសេចក្តីវិនាសធំសេចក្តីវិនាសតិចតួចបាទលេខ3សិប្បកម្មការធ្វើដោយកម្លាំងការជាងការច្នៃប្រឌិតទី4បាទភស្តុតាងសំដៅទី4កត្តាអញ្ចឹងមាន3ឲ្យជ្រើសរើសមានភស្តុតាងមានការផ្ដើមធ្វើហើយនឹងការសរុបសេចក្តីបាទតើលោកបងប្អូនជ្រើសរើសតាចម្លើយមួយមកហើយលោកគ្រូនឹងបង្ហាញណាតែអញ្ចឹងលោកគ្រូសូមគ្រីសជូនបងប្អូនបាទអញ្ចឹងអាជីពគឺស្មើនឹងមួយណាបងប្អូន3នេះបាទអញ្ចឹងគឺអាជីពគឺស្មើនឹងមុខរបរអញ្ចឹងយើងថិចកន្លែងមុខរបរមកណាបាទចំណុចទី2មហន្តរាយសេចក្តីវិនាសសេចក្តីផិតភ័យសេចក្តីវិនាសធំសេចក្តីវិនាសតិចតួចអញ្ចឹងមួយណាបងប្អូនយកមួយណាបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺសេចក្តីវិនាសធំបាទអញ្ចឹងយើងថិចកន្លែងហ្នឹងមកបាទទៅទៀតសិប្បកម្មការធ្វើដោយកម្លាំងការជាងការច្នៃប្រឌិតបាទអញ្ចឹងបងប្អូនយកមួយណាបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺទី2បាទការជាងណាសិប្បកម្មហ្នឹងគឺការជាងតោះលេខ4កត្តាអញ្ចឹងមានភស្តុតាងការផ្ដើមធ្វើការសរុបសេចក្តីអញ្ចឹងកត្តាមានន័យថាម៉េចមួយណាភស្តុតាងការផ្ដើមធ្វើឬការសរុបសេចក្តីបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺមួយណាបាទគឺនេះបាទអញ្ចឹងកត្តាគឺមានន័យថាការផ្ដើមធ្វើបាទតោះយ៉ាងម៉េចដែរបងប្អូនតើនេះកន្លែងហ្នឹងបាទអាជីពគឺមុខរបរបាទមហន្តរាយគឺសេចក្តីវិនាសធំសិប្បកម្មការជាងហើយកត្តាគឺការផ្ដើមធ្វើណាអញ្ចឹងសង្ឃឹមថាបងប្អូនត្រូវបើអត់ត្រូវទេបងប្អូនអាចកែតាមលោកគ្រូបានតែយើងចូលចំណុចបន្តទៀតចំណុចខបាទចំណុចខគឺដាក់ថាតើល្បះមួយណាបង្ហាញតម្លៃអប់រំនៃរឿងចូលជ្រើសរើសចម្លើយមួយសមស្របបាទអញ្ចឹងត្រង់កន្លែងនេះយើងមាន3ដែលត្រូវជ្រើសរើសទី1ត្រូវចូលរួមក្នុងចលនាលេងកូនត្រីនៅតាមបឹងបួរបាទទី2ត្រូវខិតខំបង្កើតមុខរបរនេសាទនៅបឹងទន្លេសាបបាទទី3ត្រូវចូលរួមថែរក្សាការពារធនធានជលផលនៅបឹងទន្លេសាបបាទអញ្ចឹងបងប្អូនជ្រើសមួយមកបាទជ្រើសហើយទៅបងប្អូនអញ្ចឹងយើងអាននេះជ្រើសតិចមកហើយគ្រូនឹងថេចចម្លើយដែលត្រូវជូនបងប្អូនតោះអញ្ចឹងចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវបាទទី1ទី2ឬក៏ទី3បាទតែមួយណាជាតម្លៃអប់រំនៃរឿងហ្នឹងបាទអញ្ចឹងគឺត្រឹមត្រូវគឺចម្លើយទី3យើងថេចទី3មកត្រូវចូលរួមថែរក្សាការពារធនធានជលផលនៅក្នុងនៅបឹងទន្លេសាបបាទធនធានជលផលហ្នឹងគឺធនធានដែលមាននៅក្នុងបឹងទន្លេសាបហ្នឹងណាបាទនៅក្នុងទឹកហ្នឹងគេហៅថាធនធានជលផលបាទឥឡូវយើងចូលមួយចំណុចទៀតគឺចំណុចគោលណាចំណុចគោលចូលប្រាប់ព្រឹត្តិការណ៍ទាំងអស់ក្នុងរឿងខាងលើបាទអញ្ចឹងលោកគ្រូសូមបង្ហាញចម្លើយជូនបងប្អូនទាំងអស់គ្នាតែម្ដងបាទនេះគឺជាចម្លើយណាចំណុចគោល
ព្រឹត្តិការណ៍នៅក្នុងរឿងខាងលើមានអញ្ចឹងលោកគ្រូបានសរសេរឲ្យហើយគឺមាន3បាទទី1គ្រួសារពូប្រាក់ប្រកបរបរនេសាទត្រីបាទហើយទី2ថ្ងៃមួយពូប្រាក់នេសាទត្រីមិនបានហើយទី3ពូប្រាក់រៀបរាប់ពីការបំផ្លិចបំផ្លាញបឹងទន្លេសាបបាទអញ្ចឹងនេះគឺជាចម្លើយរបស់លំហាត់យើងលំហាត់ចំណុចគោលបាទចឹងបងប្អូនអាច stop ហើយមើលហើយក៏កត់ចូលទៅក្នុងសៀវភៅកិច្ចការរបស់បងប្អូនបានណាតោះអញ្ចឹងសល់មួយទៀតចំណុច core បាទអញ្ចឹងចំណុច core នេះតកតងជាមួយអីគេបាទអញ្ចឹងអានតិចមកចូលអ្នកសរសេររឿងខ្លីមួយដោយមើលរូបភាពខាងក្រោមបាទអញ្ចឹងត្រង់ចំណុចនេះគឺលោកគ្រូអត់បានធ្វើឲ្យបងប្អូនទាំងអស់គ្នាទេអធិស្ឋានផងលោកគ្រូចង់ឲ្យបងប្អូនមើលរូបភាពហ្នឹងហើយនឹងរៀនសរសេររឿងខ្លីហ្នឹងដោយខ្លួនឯងយើងអត់ពិបាកទេបងប្អូនណាបងប្អូនអាចមើលរូបភាពហ្នឹងហើយយើងមើលទៅយើងអាចតែងបានណាពួកអីបងប្អូនថ្នាក់ទី6អីគាត់ជាធ្លាប់តែងរឿងជាច្រើនកន្លងមកណាឬក៏យើងអាចលោកគ្រូអ្នកគ្រូក៏អាចឲ្យយើងពិភាក្សាក្រុមដែរតែលោកយើងអត់មានគំនិតអីទៅអាចពិភាក្សាជាក្រុមហើយយើងមានគំនិតក្នុងការសរសេរហើយបាទអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេគឺលោកគ្រូយកអំណាចយកមកអានហើយនឹងធ្វើលំហាត់ឲ្យបងប្អូនអរគ្នាចំណុចកចំណុចខចំណុចគោតែ3ហ្នឹងទេហើយសល់ចំណុចខមួយគឺបងប្អូនធ្វើដោយខ្លួនឯងណាបាទអញ្ចឹងអរគុណច្រើនសម្រាប់ការរៀនជាមួយលោកគ្រូហើយយើងនឹងជួបគ្នាសារជាថ្មីម្ដងទៀតនៅក្នុងវីដេអូក្រោយសុខសប្បាយ